សំខាន់ណាស់ content ID ចឹងល្អត្រង់ថាទោះតែ channel យើងដាច់ monetize ជាមួយ YouTube ក៏ដោយប៉ុន្តែនៅពេលដែលយើងមាន music content ID កាត់តជាមួយវីដេអូរបស់យើងដាក់ upload ចូលទៅក្នុង channel ដែលដាច់ monetize ហ្នឹងទៅចឹងវីដេអូរបស់យើងហ្នឹងត្រូវបានរើលុយវិញមិនថាតែ channel ហ្នឹងមិនទាន់គ្រប់រើលុយ channel ហ្នឹងដាច់ការរើលុយឬក៏ channel ហ្នឹងរើលុយហើយក៏ដោយគឺអាចភ្ជាប់បទចម្រៀងរបស់យើងដែលជាប់ content ID ហ្នឹងយកទៅដាក់រើលុយចេញពីប្រភពនោះបានទាំងអស់មកឆ្លើយសំណួរគ្នាយើងចំនួន4សំណួរនេះសំណួរទី1 Pro Honda គាត់សួរថា TikTok បានតិចណាស់ YouTube Content ID មាន traffic ពីក្រៅទេបងបានប៉ុណ្ណឹងកាប់ទៅគឺ TikTok ដូចខ្ញុំបានបញ្ជាក់នៅក្នុង caption ថា TikTok ហ្នឹងគឺ view មកពីអាមេរិកហើយនិង UK ខ្ញុំពិនិត្យមើលណាក៏ប៉ុន្តែបើសិនជា TikTok ហ្នឹង view ពីខ្មែរបានប៉ុណ្ណឹងលុយអាចបានច្រើនជាងហ្នឹងវាអត់មែនបាន18សេនទេអញ្ចឹងដោយសារតែ TikTok ចេញពីអាមេរិកវាទៅជាបានលុយអត់សូវច្រើនទៅវិញអាហ្នឹងតាមការសង្កេតរបស់ខ្ញុំទៅលើ music ខ្ញុំសង្កេតមើលបែបហ្នឹង TikTok ដែលបាន view ចេញពីខ្មែរទៅគឺបានលុយរៀងថ្លៃជាងវាទៅអញ្ចឹងវិញណាតែយើងនិយាយចំពោះ content ID គឺយើងនិយាយ traffic ហើយព្រោះ content ID អត់អាចអត់ traffic កើតទេដូចខ្ញុំឧទាហរណ៍ក្នុងវីដេអូមុនចឹងបើសិនជាចម្រៀងរបស់យើងមាន content ID គឺវាជាប់ copyright តែជាប់ copyright យើងទៅ upload វីដេអូយើងនៅក្នុង channel មួយណាក៏វាត្រូវតែជាប់ copyright ទាំងអស់ដែរព្រោះវាជាប់ content ID ហ៎អញ្ចឹងអាទាំងអស់ហ្នឹងសិតជាប្រភព traffic តែគាត់ស៊ូនេះគាត់ស៊ូមករូបភាពរបស់ខ្ញុំគឺរូបភាពរបស់ខ្ញុំគឺប្រកាសណាស់គឺ traffic ហើយ traffic យើងបានមកពីអាមេរិកទៀតបានលុយរៀងប៉ុណ្ណឹងហ្នឹងឯងអញ្ចឹងណាប៉ុណ្ណឹងមានន័យថា TikTok ធម្មតាវារើបានតិចមែនដូចក្នុងជាក់ស្ដែងក្នុងហ្នឹងអញ្ចឹងហើយ content ID គឺខ្ញុំមាន traffic ចូលបន្ថែមដែរបានឃើញលុយហ្នឹងណាបើអត់មានអ្នកមើលវីដេអូយើងក៏អត់បានលុយដែរចំពោះ content ID ហើយចំពោះ brother នុនគាត់សួរថាបងមួយណាបានច្រើនជាងគេជាស្ដែងនៅក្នុងរូបភាពមួយនេះគឺ view ច្រើនជាងគេគឺមកពី TikTok ប៉ុន្តែលុយដែលយើងរកបានច្រើនជាងគេគឺមកពីខាង YouTube Content ID អញ្ចឹងដោយសារតែ view YouTube Content ID វាបានច្រើនជាងបន្ទាប់ពី TikTok អញ្ចឹងលុយវារៀងក្រែលជាងគេហើយបើសិនជាឧទាហរណ៍ថាប្រមាណ store ដែលខ្ញុំបានបង្ហាញនេះ5 store ដែលខ្ញុំបង្ហាញនេះបើសិនជា view វាស្មើគ្នាទាំងអស់អញ្ចឹងអ្នកដែលអាចរកលុយបានច្រើនជាងគេគឺ YouTube Music ហ្នឹងគឺនៅពេលដែលយើង release បទចម្រៀងទៅគឺវាបញ្ជូនដោយស្វ័យប្រវត្តិតែម្ដងអញ្ចឹងអាហ្នឹងគឺអត់ជាប់ content ID វាគ្រាន់តែជា music នៅក្នុង app មួយ app របស់ YouTube គេហៅថា YouTube Music ហ្នឹងអញ្ចឹងនៅក្នុងហ្នឹងអាចរកលុយបានច្រើនជាងគេគឺ YouTube Music ហើយប្រសិនបើ view វាស្មើគ្នាទាំងអស់តែបើមើលឃើញជាក់ស្ដែងក្នុងរូបភាពនេះគឺច្បាស់ណាស់គឺ content ID YouTube Content ID រកលុយបានច្រើនជាងគេហ្នឹងហើយមកដល់ Radar ស៊ូនយ៉ាងគាត់សួរថាប៉ុន្មានថ្ងៃបងយើងនិយាយជាទូទៅគឺវាទាល់តែ2ខែទើបយើងមើលឃើញទិន្នន័យអញ្ចឹងណា2ខែឃើញទិន្នន័យម្ដងជួនកាលវាអាច3ខែបានឃើញម្ដងហើយដូច្នេះហើយយើងអាចគិតថាវាប្រហែលថ្ងៃចេញទេគិតជាថ្ងៃអត់ចេញទេជាទូទៅទាល់តែខែបានចេញយើងអាចពិនិត្យជាថ្ងៃកើតទេវាខុសពី Facebook ខុសពី YouTube ដែលវាមានគេហៅថា diagram របស់វា analytics ហ្នឹងដែលយើងមើលទៅឃើញមានចំណុចមួយថ្ងៃនេះរកអានប៉ុន្មានថ្ងៃនេះរកអានប៉ុន្មានអញ្ចឹងដូច TikTok អីក៏ចឹងដែរក៏មានដែរប៉ុន្តែចំពោះ music នេះរកតាមថ្ងៃដូចជាគួយពិនិត្យច្រើនដងអញ្ចឹងខ្ញុំអត់អាចទៅពិនិត្យចេញថាប្រហែលថ្ងៃទេអញ្ចឹងណាអញ្ចឹងខ្ញុំអាចនិយាយបានថារយៈពេល1ខែទើបឃើញទិន្នន័យហ្នឹងអញ្ចឹងណាសុនយ៉ាងជាស្រ័យបើសិនជាឆ្លើយទៅមិនចំសំណួរណាចុងក្រោយគេគឺមិនដឹង brother ឬក៏ sister ទេគឺឈ្មោះស៊ុនច័ន្ទធឿនបង channel យើងតូចចាប់ផ្ដើមពីដំបូងអញ្ចឹងយើងគូ thích YouTube Content ID និងឬដក thích នឹងចេញហើយយកចម្រៀងមកធ្វើ playlist ផុសវិញបងអូខេអាហ្នឹងអាស្រ័យទៅលើយើងខ្លួនឯងទេយោបល់ចេញពីខ្ញុំវិញខ្ញុំគិតថាមិនបាច់ដកទេ Content ID ដាក់ទៅវាចៃដន្យហើយចម្រៀងយើងផ្ទុះថ្ងៃក្រោយទៅ1ខែ2ខែ1ឆ្នាំក្រោយអីវាផ្ទុះអញ្ចឹងវាមានគេយករបស់យើងទៅប្រើបន្តអញ្ចឹងកាលណាយើងដាក់ content ID ជាប់វាមានបានលុយនៅតែបានលុយមករហូតអញ្ចឹងណាតែបើយើងអត់ដាក់ទេតែគេយកទៅគឺស្ពៃអត់អាចកើតទេអាហ្នឹងហើយយើង build ពី0អ្វីក៏ដោយវាមិនអាចចាប់ផ្ដើមមកវាច្រើនទេវាចាប់ផ្ដើមពី1ហើយពី1 2 3ហើយអញ្ចឹងយើងត្រូវតែដាក់ឲ្យ content ID ជាយោបល់ពីខ្ញុំទៅគូតែដាក់ទៅនៅពេលដែលយើងយកទៅធ្វើ playlist ក៏បានដែរឧទាហរណ៍ថា channel ឯងតូចអញ្ចឹងឯងយកបទចម្រៀងដែលជាប់ content ID 20បទយកទៅធ្វើ playlist
ចឹងណៃធ្វើ playlist រួចហើយយកទៅ upload ចូល YouTube របស់ឯងវាជាប់ copyright ចូល copyright view ដែលបានចេញពី copyright ក៏បានលុយមកដែរបានលុយមកចូលក្នុង channel របស់ឯងហ្នឹងតែដល់ពេលដែល channel របស់ឯងហ្នឹងវាចាប់ផ្ដើមគ្រប់រលុយអូនឯងចាប់ផ្ដើមដកអា content ដកអា copyright ចេញពី YouTube ទៅអាកន្លែងហ្នឹងគេមាន replace music ផងវាមានអា remove music ផងលើ YouTube វាមាន option ហ្នឹងតាអញ្ចឹងយើងនៅពេលដែល channel យើងគ្រប់រលុយអាហ្នឹងចាំយើងដាក់រលុយអញ្ចឹងណាប៉ុន្តែពេលដែលយើង release ចូល DistroKid ឬក៏ TuneCore អីក៏ដោយនៅពេលដែលយើងយកទៅធ្វើ playlist អា view ហ្នឹងបានមកពី music របស់យើងមករលុយអត់បានទេអត់អញ្ចឹងទេលុះត្រាតែវាខាង website ទាំងអស់ហ្នឹងអ្នកបញ្ជូនទៅចូលក្នុង store ទាំងអស់ហ្នឹងហើយ view ចេញពី store ទាំងអស់ហ្នឹងអាហ្នឹងបានលុយប៉ុន្តែបើយើងយកវីដេអូដែលយើងកាត់តជាមួយ music ហ្នឹងហើយយកទៅ upload ទៅលើ YouTube ហើយដោយ music របស់យើងអត់ជាប់ content ID ទេអញ្ចឹងអូនឯង upload មួយឆ្អែតទៀតក៏អត់បានលុយដែរបើសិនជា channel អូនឯងអត់ទាន់រលុយជាមួយ YouTube ទេអញ្ចឹងណាប៉ុន្តែបើសិនជា music របស់អូនឯងមាន content ID មានជាប់ content ID copyright ហ្នឹងអូនឯងកាត់តជា playlist រួចហើយអូនឯងយកទៅ upload លើ channel តូចរបស់អូនឯងហ្នឹងអញ្ចឹងនៅពេលដែលបាន view មកអា view ទាំងអស់ហ្នឹងគេនឹងទាញមកជា copyright អញ្ចឹងបានអាហ្នឹងផ្សំគ្នាបានជាលុយចូលទៅក្នុង website របស់អូនឯងហ្នឹងបើអូនឯងដាក់ចេញពី TuneCore វាចូលទៅក្នុង TuneCore បើដាក់ពី Dicto វាចូលមក Dicto អញ្ចឹងណាហ្នឹងអធិស្ឋានថ្ងៃនេះវាចង់ផ្ដាសាយដល់អញ្ចឹងនិយាយផុតដាច់ហ្នឹងអញ្ចឹងចង់បញ្ជាក់បែបហ្នឹងជាយោបល់បងបើបានជួប content ID គឺល្អតែម្ដងគឺជាចំណុចល្អមួយសម្រាប់ music របស់យើងណាបើសិនយើងដោះចេញមានឱកាសហើយទៅដោះចេញទៅអីគេមានតែសុំយក time រក content ID ហ្នឹងវាកម្រអូនឯងមើល website ផ្សេងកម្រមាន website ណា free ឲ្យមានតែ TuneCore មួយគាត់ដែលឃើញ free ឲ្យ content ID ក្រៅពីហ្នឹងគឺត្រូវតែ tick ឬក៏មិន tick ត្រូវតែជាការសម្រេចចិត្តពីយើងទៅតែបើ TuneCore នៅពេលដែលយើង release បទចូលទៅគឺអា content ID វាជាប់ឲ្យឬមិនជាប់ឲ្យវាស្វ័យប្រវត្តិខាង TuneCore អ្នកសម្រេចចិត្តឲ្យយើងតែហ្មងឲ្យតែមើលឃើញថា music របស់យើងគឺជា music original ល្អគឺគេដាក់ content ID ឲ្យតែម្ដងអញ្ចឹងហើយដល់ពេល website ផ្សេងអត់ទេដូចជា Dicto ទល់តែឯង tick ប្រអប់ហ្នឹងទល់ឯងព្រម tick ប្រអប់យល់ស្របប្រអប់ហ្នឹងថាយកទៅបានអាហ្នឹងមួយចំពោះ MU ក៏ដូចគ្នាដែរតើអញ thích ប្រអប់ដែរអីទៀត DistroKid តើអញបង់លុយហើយបង់ភាគរយឲ្យគេប្រចាំឆ្នាំទៀតណាឃើញទេវាករណីបែបហ្នឹងគឺករណីពិសេសជាមួយនឹង content ID ហើយបើយើងទិញកញ្ចប់តូចទៀតអត់មាន content ID ទៀតហ្នឹងហើយអាហ្នឹងករណីអស់ហ្នឹងអញ្ចឹងសំខាន់ណា content ID អញ្ចឹងវាល្អត្រង់ថាទោះតែ channel យើងខូចក៏ដោយ channel របស់យើងនឹងរលួយទៅវាដាច់ monetize ជាមួយ YouTube ក៏ដោយប៉ុន្តែនៅពេលដែលយើងមាន music content ID កាត់តជាមួយវីដេអូរបស់យើងដាក់ upload ចូលទៅក្នុងអា channel ដែលដាច់ monetize ហ្នឹងទៅអញ្ចឹងអាវីដេអូរបស់យើងហ្នឹងត្រូវបានរលួយវិញរលួយហ្នឹងគឺលុយហ្នឹងវាអត់ឃើញនៅលើអា channel YouTube របស់យើងដែលរលួយដែលដាច់រលួយហ្នឹងទេវាលុយហ្នឹងគេនឹងប្រមូលជា view បញ្ជូនចូលទៅក្នុងអា website ដែលយើងដាក់ music ជាកម្មសិទ្ធិវាអញ្ចឹងមិនថាតែ channel ហ្នឹងមិនទាន់គ្រប់រលុយ channel ហ្នឹងដាច់ការរលុយឬក៏ channel ហ្នឹងរលុយហើយក៏ដោយគឺអាចភ្ជាប់បទចម្រៀងរបស់យើងដែលជាប់ content ID ហ្នឹងយកទៅដាក់រលុយចេញពីប្រភពនោះបានទាំងអស់អាហ្នឹងហើយគឺជាចំណុចសំខាន់របស់ content ID ហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេមានចម្ងល់អីសូម comment ពីក្រោមអរគុណបាយបាយគឺ share វីដេអូផងហើយជួយ follow page ផងបងប្អូនអរគុណច្រើន